ពាក្យថាបើយើងស្រឡាញ់ខ្លួនត្រូវរក្សាខ្លួនយើងឲ្យល្អក្នុងទីនេះគឺយើងត្រូវតម្កល់ខ្លួននៅក្នុងអត្តសមាបនិធិទៅមើលរបស់ពិតបន្តិចចង់មើលរបស់ពិតតែយ៉ាងណាដល់ពេលមកដល់ទៅគាត់ថាអីរបស់ពិតជួបផ្ទាល់មុខអញ្ចឹងទេអីការនមស្ការថ្វាយបង្គំមេនៃខ្ញុំព្រះករុណាអាត្មាភាពអត្ថុចូលមានដល់ភគវតោចំពោះព្រះដ៏មានព្រះភិក្ខតាសៈព្រះអង្គនោះអរហតោដែលព្រះអង្គជាទូព្រះអរហន្តសម្មាសម្ពុទ្ធសៈដែលព្រះអង្គជាអ្នកត្រាស់ដឹងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយសូមនមស្ការពធទាំងពីរប្រការមានព្រះបរិយត្តិធម៌មួយនិងព្រះនបលោកតរធម៌មួយដែលជាធម៌ចម្លងសត្វលោកឲ្យបានរួចចាកនៅសង្សារទុក្ខបានថ្វាយបង្គំចំពោះព្រះសង្ឃទាំងពីរគណៈមានសមត្ថិសង្ឃនិងអរិយសង្ឃដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លានមការានុភាវេណៈដោយអំណាចនៃការធ្វើបទនមស្ការមានប្រមាណប៉ុណ្ណេះសូមសិរីសួស្តីជ័យមង្គលវិបុលសុខចូលកើតមានដល់អស់លោកអស់អ្នកឲ្យបានគ្រប់គ្នាតរៀងទៅអនុមោទនាក្រោយអំពីការធ្វើបទនមស្ការខ្លីសង្ខេបប៉ុណ្ណេះតម្រូវឲ្យអង្គខ្ញុំព្រះករុណាអាត្មាភាពនិមន្តមកអំពីវត្តបឹងកោះស្រែប្រាំងស្រុកកំពង់ត្រាចខេត្តកំពតទួលដែនកម្ពុជាវៀតណាមផ្លូវព្រៃចាកញោមធ្វើដំណើរមកយ៉ាងចហិតចហោមឡានខូច2ដងតម្រាំដល់នេះសាមុនមកទេសនានៅម្ដុំផ្សារកនដើកខូចមួយសាខូចកាឡាដែលវាដាច់កកង្ហាល់ម៉ាស៊ីនត្រជាក់កកង្ហាល់ម៉ាស៊ីនផ្លិតទឹកឥឡូវមកដល់នេះគ្រាន់តែហួសស្ពានស្ទឹងស្លូតគេនឹងខូចមួយសាទៀតចំជាងអដែលគេមិនយកលុយយកអីទេគេអាណិតលោកព្រោះជាងហ្នឹងគេធ្លាប់ស្ដាប់ឡុងយន្តថាដែរណាអញ្ចឹងគេអត់យកបច្ច័យអីទេគេធ្វើប្រកេនឥឡូវហ្នឹងគេបានយកកស៊ូយកអីរត់ឲ្យហើយជិះបានហើយឡានហ្នឹងឥឡូវនេះមកដល់ពេលនេះមកជួបញាតិញោមអ្នកផ្សារក្រោលគោអញ្ចឹងណាញោមណាមុខស្អាតអស់មុខដូចគោរោញោមហើយឮតាម្ចាស់បុណ្យនិមន្តលោកគ្រូឡុងច័ន្ទថាបាននឹងម្នាក់ហ្នឹងឲ្យញឹមបាត់មាត់មិនចិត្តទេខ្លះហ្នឹងលួបមកមិនឲ្យគេដឹងទេមកអង្គុយចាំមុនអាត្មាមុនហ្នឹងនេះក៏មានញោមម្នាក់នៅវត្តស្អីគេទេធម្មការាមស្អីការាមស្អីទេទៅណាមង្គលការាមហ្នឹងញោមចូលតាមខ្លោងទ្វារទៅឲ្យបត់ឆ្វេងដៃហ្នឹងគាត់មន់ឆាន់នៅហ្នឹងហើយមានញោមមួយហ្នឹងគាត់អន្ទឹមជួបអាត្មាដែរអាត្មាមិញហ្នឹងចេញពីហ្នឹងមកហ្នឹងគាត់ថាម្ចាស់ផ្ទះគាត់មុនទទួលចង្ហាន់ហើយអ្នកផ្សេងថាងគីឡូប្រហែលហ្នឹងមុនបានទេគេអ្នកល្បីមុនគេមិនបានទេចេះនិយាយអញ្ចឹងញោមអាត្មាថាបានអាត្មាមិនដែលនេះណាមិនដែលប្រកាន់ថាបុណ្យអ្នកមានអ្នកក្រអ្នកអាក្រក់អ្នកល្អអ្នកសអ្នកខ្មៅទេថាអ្នកនិយាយដើមអាត្មាមុនក៏អាត្មាមកដែរពីព្រោះអាត្មាមកនិយាយដើមគាត់វិញឲ្យវាស្មើគ្នាហើយដល់ហើយញោមមួយនោះគាត់ញោមស្រីម្នាក់ហ្នឹងឮថាកមុំចាស់ផងអាយុជិត60ហើយហេកមុំចាស់នេះឆ្ងល់ហើយអាមិនក៏គេមិនយូរអញ្ចឹងឆ្ងល់ហើយនៅនេះមានកមុំចាស់ទេមានទេនៅម្ដុំអាត្មានោះក៏មានកំឡោះចាស់ដែរញោមមានលោកតាខ្លះ64តាខ្លះ72តែចាស់អស់ហើយគេប្រើលេងកើតគេឲ្យទៅបួសងាប់លោកទៅ
មានញោមមួយកំមុំចាស់គាត់ថាធ្លាប់តែស្ដាប់លោកតាម YouTube មិនបានជួបផ្ទាល់ឥឡូវចង់ទៅមើលរបស់ពិតបន្តិចចង់មើលរបស់ពិតតែយ៉ាងណាដល់ពេលមកដល់ទៅគាត់ថាអីរបស់ពិតជួបផ្ទាល់មុខអញ្ចឹងទេអីគាត់ថាចុះឡើងលើក្រេទេសនាវោហាអីខ្លាំងមកហ្មងដល់ពេលជួបផ្ទាល់មិនសូវនិយាយអីអញ្ចឹងតែទេញោមអាត្មាចង់ប្រាប់ញោមថាញាតិញោមធ្លាប់ស្ដាប់អាត្មាទេសនាគាត់ថាវោហាចាក់ទឹកមិនលិចចង់ទេសក្រេ2ក្រេ3ក្រេ1អីក៏ដោយដល់ពេលជួបផ្ទាល់អត់សូវនិយាយសួរមួយនិយាយមួយសួរ2និយាយ2បើមិនសួរមិននិយាយសពហើយគាត់ថាមិនបានខុសគ្នាអញ្ចឹងនៅក្នុងវីដេអូនិយាយច្រើនដល់ជួបផ្ទាល់អត់សូវនិយាយអាត្មាចង់ចម្រើនពរប្រាប់ញោមថាល្ខោនណាគេជួលឲ្យលេងវាទាល់តែគេជួលឲ្យមានឆាកបានគេលេងហើយលេងហ្នឹងទាល់តែមានអ្នកមើលទៀតបានគេសម្ដែងកើតស្ដាប់បានទេញោមហើយបើស្រែកចេញមកលេងយៈអត់មានអ្នកគូពេតប៉ោងអីវ៉ាន់អាណាវាកំពុងលេងយ៉ាងម៉េចយ៉ាងណាមិញអាត្មាមិនខុសពីល្ខោនប្រមាណដែរញោមបើញោមរន់ទៅអាត្មាចេះតែមានវោហាក្នុងការសម្ដែងក្នុងការនិយាយឲ្យញោមស្ដាប់ហើយដល់ញោមអត់មន់ហើយគ្រាន់តែចង់មើលមុខហ្នឹងឲ្យអាត្មានិយាយដូចទេសនាដែរគេថាលោកឈួតបាត់គេថាលោកនេះអត់មន់ក៏ទេសដែរអញ្ចឹងអីវ៉ាន់ឯងធ្វើមិនទៅញោមណែมันកើតទេអីថ្ងៃនេះបានជួបញោមព្រំហ្នឹងក៏សំលេងស្រួយស្រោកដូចបោកបែងចានក្លិនក៏អូបដូចក្លិនឡានបាទព្រំហ្នឹងក៏វារស់ហើយបបរហ្នឹងក៏លើកដាក់លើតុហើយទៀតងន់ណាញោមថ្ងៃនេះមកស្ដាប់លោកទេសចំណេញមកស្ដាប់លោកទេសហើយបានឃើញមុខមនុស្សរស់ហើយសពទេសនាចប់ឡើងអង្គុយកៅអីតួឯងព្រឹបបនបានអាកន្លែងហ្នឹងណាញោមចឹងបានសរសើរញោមម្ចាស់បនដែរណាថ្ងៃនេះបានមនអាត្មាមកសម្ដែងធម៌ទេសនានៅម្ដុំផ្សារក្រោលគោនេះអាហ្នឹងគេហៅផ្សារក្រោលគោញោមព្រោះវានៅលិចផ្សារបន្តិចចឹងណាប៉ុន្តែវាស្ថិតនៅក្នុងផ្សារក្រោលគោនៅពីលិចសាលាឃុំក្រោលគោចឹងណាហ្នឹងហើយញាតិញោមសុខសប្បាយទាំងអស់គ្នាទេញោមហ៎ហើយធូធាទាំងអស់គ្នាទេញោមហ៎អូធូញោមថាធូដូចផោមសេះធូខ្សុយសាធុបើអាត្មានេះក៏ធូដែរញោមក្នុងកុងសល់$4ទេកុង3ធូឡានវាចូលជាង4ដងទៅហើយគ្មានញោមណាជួយសោះដល់អញ្ចឹងពិបាកដែរអញ្ចឹងបានថាយើងមិនបាច់តូចចិត្តតូចថ្លើមអីទេញោមធម្មតាមនុស្សយើងការស្រឡាញ់ការចូលចិត្តការពេញចិត្តការមិនពេញចិត្តអាហ្នឹងវាជារឿងធម្មតាទេប៉ុន្តែសូមឲ្យញាតិញោមទាំងអស់គ្នាអ្នកផ្សារក្រោលគោនេះញាតិញោមសិតតែអ្នកស្រឡាញ់ខ្លួនឯងទាំងអស់អញ្ចឹងមែនទេអញ្ចឹងហើយបានព្រះពុទ្ធដីកាព្រះអង្គសម្ដែងថាអត្តានញ្ជេបយ៉ាងចញ្ញារខេយណੰសុរខិតាំងបើបុគ្គលដឹងថាស្រឡាញ់ខ្លួនក៏បីរក្សាខ្លួននោះឲ្យល្អបុគ្គលដែលស្រឡាញ់ខ្លួនណាអ្នកដែលស្រឡាញ់ខ្លួនហ្នឹងក៏បីរក្សាខ្លួនយើងឲ្យល្អអត្តានញ្ជេបយ៉ាងចញ្ញារខេយណੰសុរខិតាំងពាក្យថាបើយើងស្រឡាញ់ខ្លួនត្រូវរក្សាខ្លួនយើងឲ្យល្អក្នុងទីនេះគឺយើងត្រូវតម្កល់ខ្លួននៅក្នុងអត្តសមាបនិធិអត្តសមាបនិធិនេះគឺតម្កល់ខ្លួនដោយប្រពៃគឺឲ្យយើងតម្កល់នៅក្នុងត្រៃសរណគមទាំង3គឺមានព្រះពុទ្ធមានព្រះធម៌មានព្រះសង្ឃជាទីពឹងទីរលឹកស្មើដោយជីវិតมันមានអ្វីផ្សេងទេអាហ្នឹងដែលយើងត្រូវចេះតម្កល់ខ្លួនណាដោយប្រពៃនឹងឯង
មួយទៀតអាត្មាឃើញញោមមានការបូជាផ្កាឈូកដល់អាត្មាមិញនេះញោមអាត្មាមុននឹងញោមព្រំហ្នឹងឬញោមថាប្រាថ្នាឲ្យរូបស្អាតប្រាថ្នាឲ្យរូបល្អអញ្ចឹងណាញោមខ្លះថាប្រាថ្នាឲ្យបានប្តីនឹងស្អាតដូចឡុងយន្តាអញ្ចឹងហើយអើយអស់ម្លាំងហើយលោកខ្លះនឹងប្រាថ្នាឲ្យស្អាតសាច់នោះឲ្យមាត់ខៃឲ្យអ្នកណាឃើញហើយនឹងគឺថាបាយមិនត្រង់មាត់គ្រប់គ្នាប្រាថ្នានឹងឲ្យកើតឋានសួគ៌ប្រាថ្នានឹងឲ្យរូបស្អាតប្រាថ្នានឹងឲ្យអាយុវែងអាត្មាប្រាប់ញោមយកទៅបន់ចុះធัวទាំង5បើអាត្មាប្រាប់ឲ្យញោមស្ដាប់ធัวទី1សុំឲ្យញោមបានសុខទី2មានពរសម្បុរល្អចំណុចទី3សូមឲ្យគេហៅថាបានកើតនៅក្នុងឋានសួគ៌ឋានទេវតាអញ្ចឹងណាហើយទី4ទី5ទុកសិនប៉ុន្តែគ្រាន់តែចង់បញ្ជាក់ញោមថាអាយុនេះ1ពរសម្បុរនេះ2ណាពរសម្បុរហ្នឹងណាហើយសេចក្តីសុខនេះ3ឲ្យបានយុះនេះ4ឲ្យកើតឋានសួគ៌នេះ5ធัว5យ៉ាងហ្នឹងណាញោមសុំមិនបានទេប្រាថ្នាក៏មិនបានដែរបន់ស្រន់ក៏មិនបានដែរញោមចំណាំទៅវត្តឲ្យធូបបន់ស្រន់ចាំមើលអាត្មានៅលើបញ្ជាក់មានសម្ដែងក្នុងគម្ពីរអង្គុត្តរនិកាយបញ្ចកនិបាត3ដកលេខ44ទំព័រ95ញោមឯងចង់ដឹងទៅបើកមើលខ្លួនឯងធัว5យ៉ាងជាទីប្រាថ្នាជាទីត្រេកអរជាទីកប់ចិត្តរកបានដោយកម្រ5យ៉ាងគឺអាយុនឹង1សូមឲ្យអាយុវែងហើយពរសម្បុរនឹង2សូមឲ្យពរសម្បុរស្អាតសុខៈនឹង3សូមឲ្យខ្ញុំសុខកុំឲ្យកើតទុក្ខឲ្យបានយុស័កធំឯកឧត្តមអុកញ៉ានឹង4ស្លាប់ទៅសូមឲ្យកើតឋានសួគ៌នឹង5ធัวទាំង5យ៉ាងនេះมันអាចសុំมันអាចប្រាថ្នាมันអាចបន់ស្រន់បួងសួងបានទេហ្នឹងណាញោមស្ដាប់ឲ្យច្បាស់ហើយអាត្មានឹងលើករឿងបញ្ជាក់មុននឹងចូលដល់កម្មវិធីបន់100ថ្ងៃត្រូវបញ្ជាក់កន្លែងហ្នឹងឲ្យញោមដឹងសួរថាធម៌ទាំង5ហ្នឹងឲ្យសិតតែយើងចង់បានណាញោមពីព្រោះធម៌ទាំង5ហ្នឹងញោមមើលជាទីប្រាថ្នាជាទីត្រេកអរជាទីកប់ចិត្តមនុស្សលោកយើងហ្នឹងឥឡូវអាត្មាទាញឧទាហរណ៍ជាក់ស្ដែងដូចថ្ងៃសិលញោមឲ្យធុកមុខព្រះអង្គអើយសូមឲ្យខ្ញុំនឹងអាយុវែងមិនអញ្ចឹងព្រះអង្គអើយសូមឲ្យខ្ញុំមានរូបល្អព្រះអង្គអើយសូមឲ្យខ្ញុំបានសុខណែសូម3មួយទៀតព្រះអង្គអើយសូមឲ្យខ្ញុំបានយុស័កធំសូមឲ្យកូនខ្ញុំនឹងបានធ្វើអ្នកធំណែសត្វប្រាថ្នាហ្នឹង4ព្រះអង្គអើយសូមឲ្យខ្ញុំស្លាប់ទៅឲ្យបានកើតឋានសួគ៌ហ្នឹងសត្វតអ្នកធ្លាប់សុំទាំងអស់ហ្នឹងមិនអត់ទេធ្លាប់ទាំងអស់ហ្នឹងហើយចាំមើលអាត្មាលើកសម្ដែងឲ្យញោមស្ដាប់ថាធัวទាំង5យ៉ាងហ្នឹងយើងសុំយើងបន់យើងប្រាថ្នាមិនបានទេប៉ុន្តែយើងធ្វើយ៉ាងម៉េចទៅបានមានសម្ដែងក្នុងគម្ពីរអង្គុត្តរនិកាយបញ្ចកនិបាត3ដកលេខ44ទំព័រ95ក្នុងកាលនោះញោមរឿងធัว5យ៉ាងហ្នឹងអ្នកណាអ្នកទូលសួរព្រះញោមអនាថបណ្ឌិកសេដ្ឋីញោមធ្លាប់លឺអនាថបណ្ឌិកសេដ្ឋីទេធ្លាប់លឺទេហើយធ្លាប់ស្គាល់ទេហើយទៅកើតពីកាលបានស្គាល់គាត់ហើយនិយាយថាធ្លាប់លឺបើមិនជឿទេញោមឯងសួរបុតត្រាប្រអិនទេ
នេះបុត្រាព្រះអិនពងទេសនាជិបភ័យអាត្មាដាក់ឈ្មោះបុត្រាព្រះអិនហៅកាត់ថាទេពសរិនសុនសេរីសសវណ្ណច័ន្ទមនីឌីរតនាឡុងច័ន្ទថាចំឈ្មោះនេះដូចទូកងួរថ្នមស្លែអញ្ចឹងញោមណារឿងហ្នឹងអាត្មាប្រាប់ឲ្យសំដែងទៅច្បាស់បដ ாய் ច្បាស់ហ្មងពីព្រោះធម៌5យ៉ាងហ្នឹងអ្នកណាក៏ប្រាថ្នាដែរធម៌5យ៉ាងហ្នឹងអនាថបាតកសិទ្ធិចូលទៅវត្តចេតពុនក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធហើយអង្គុយក្នុងទីដ៏សមគួរហើយសួរព្រះអង្គរឿងធម៌5យ៉ាងហ្នឹងបានព្រះអង្គសម្ដែងជាមួយអនាថបាតកសិទ្ធិថាមនាលកហបតីធម៌ទាំង5យ៉ាងជាទីប្រាថ្នាជាទីត្រេកអរជាទីកប់ចិត្តរកបានដោយកម្រក្នុងលោកណែរកបានដោយកម្រក្នុងលោកទៀតមិនមែនរកបានដោយងាយទេរកបានដោយកម្រក្នុងលោកតើធัวទាំង5យ៉ាងនោះដូចម្ដេចខ្លះណែធัวទាំង5យ៉ាងនោះដូចម្ដេចខ្លះទី1អាយុជាទីប្រាថ្នាជាទីត្រេកអរជាទីកប់ចិត្តរកបានដោយកម្រក្នុងលោកមួយទី2ពរសម្បុរជាទីប្រាថ្នាជាទីត្រេកអរជាទីកប់ចិត្តរកបានដោយកម្រក្នុងលោក2ទី3សុខៈសេចក្តីសុខជាទីប្រាថ្នាជាទីកប់ចិត្តជាទីត្រេកអររកបានដោយកម្រក្នុងលោក3ណាស្អីគេញោមថ្នោតទុំជ្រុះអីអូតកកហើយដល់ទី4ពូសម្បុរយុស័កសូមឲ្យមានស័កធំនឹងអាហ្នឹងជាទីប្រាថ្នាជាទីកប់ចិត្តជាទីត្រេកអររកបានដោយកម្រហើយនឹងឋានសួគ៌ធัวទាំង5យ៉ាងនេះព្រះអង្គបញ្ជាក់ថាតថាគតមិនបានពោលថាការបាននៅធัวទាំង5នេះបានដោយការបន់ស្រន់ឬបានដោយការប្រាថ្នានោះទេព្រះលោកសម្ដែងអញ្ចឹងប្រសិនព្រះអង្គសម្ដែងបញ្ជាក់ទៀតថាប្រសិនបើធัวទាំង5យ៉ាងនោះអាយុពរសម្បុរសេចក្តីសុខយុស័កឋានសួគ៌បានដោយការបន់ស្រន់បានដោយការប្រាថ្នាមែនបុគ្គលដទៃអាចនឹងញ៉ាំងបុគ្គលដទៃឲ្យវិនិច្ឆ័យបានអាស្រ័យការបន់និងការប្រាថ្នានឹងដូចគ្នាឥឡូវឧទាហរណ៍ថាញោមបន់ឲ្យបានសុខញោមបន់ឲ្យអាយុវែងញោមបន់ឲ្យរកស៊ីមានហើយញោមអត់រួណាហើយញោមបន់បានមែនបើញោមបន់អញ្ចឹងបានមែនណាញោមឯងស្អប់អ្នកដតីក្បែរផ្ទះហ្នឹងញោមឯងបន់ងាប់ឯទាំងអស់ហ្នឹងគ្មានសល់មួយទេចឹងមែនទេញាតិញោមអាហ្នឹងរឿងពិតញោមទម្លាក់ដៃចុះកុំឲ្យចុកដៃអីព្រោះញោមធ្លាប់សាពះតាំងពីលោកសូត្រមន្តថ្វាយអង្គមមកហើយដាក់ដៃលើជើងចឹងទៅចឹងទៅសនុកក្រែងម្ចាស់ប៉ុនមានអង្វាន់អីជូនអីយើងយូរទៅវាមិនចុកដៃហ្នឹងអាត្មាប្រាប់យកតប៉ុនទេញោមហ្នឹងហើយអាត្មាប្រាប់យកតប៉ុនទេហ្នឹងហើយនេះគ្រាន់តែបញ្ជាក់ញោមអញ្ចឹងណាអញ្ចឹងតើធម៌ទាំង5នោះបាននឹងបានដូចម្ដេចណែញោមចង់ដឹងធម៌ទាំង5នោះប្រាថ្នាបន់ស្រន់មិនបានទេព្រះលោកសម្ដែងថាមិនបានទេឥឡូវយើងឆ្ងល់បន់បានអ្ហ្មិចបើយាយតាថ្ងៃសិលបុតដុតបន់រាល់ថ្ងៃព្រះវត្តខ្លះអាត្មាព្រះវត្តខ្លះនៅលើសាលាឆាន់នោះព្រះឈួរអោបបាតព្រះអង្គឈួរអោបបាតហើយគេដាក់ជើងធូបនោះហ្នឹងមនុស្ស50-60នាក់អាថ្ងៃពេញបោខែដាច់គេនោះម្នាក់នោះ5សរសៃយាយនោះថាបើគេ5អញ5ដែរ5សរសៃយាយនោះទៅអញ5ដែរហើយដឹងស្អីខ្លះម៉ត់អីអូយបន់អាខ្លះបន់អាខ្លះដាក់បដាសាខ្លះស្អីអាណាខឹងអាណារស់ស៊ីមានក្បែរផ្ទះឲ្យវាលាយទៅព្រះអង្គអើយកុំឲ្យវានៅហើយខ្ញុំស្អប់ខ្ពើមណាស់រាល់ថ្ងៃវាពាក់ខ្សែកបង្អួតខ្ញុំចៃអាហ្នឹងបន់ដែរហ្នឹងបន់ឲ្យគេអាលាយបន់ឲ្យគេចោលប្លន់ចេះបន់ណាហើយបន់ឲ្យព្រះជួយហើយព្រះមិនដឹងជួយអាម៉េចញោមអាខ្លះបន់សុំសុកអាខ្លះទៀត
ព្រះអង្គអើយស្អប់ណាក្បែរផ្ទះហ្នឹងវាមិនដឹងរស់ស៊ីស្អីវាមានអីមានព្រះអង្គហើយវាឌឺខ្ញុំវាពាក់តែខ្សែកឌឺខ្ញុំព្រះអង្គអើយឲ្យចោលប្លន់វាទៅព្រះអង្គណាវាទៅឲ្យចេះទៅវិញទៅហើយខ្លះទៀតបន់ណាព្រះអង្គអើយព្រះអង្គបើកណាមានជំងឺមានទុកមានទោសអីហ្នឹងគឺថាសុំទម្លាក់ចោលផ្ញើមួយព្រះអង្គហើយកណាយកទៅសុកឲ្យស្រួលទៅវិញទេណាឲ្យជំងឺព្រះទៀតញោមមើលហើយបើសិនជាព្រះចេះកើតខ្យល់វិញអត់ដឹងបានពីណាទៅកោខ្យល់ឲ្យព្រះទេណាហើយអញ្ចឹងអីវិញណាมันសូវស្រួលទេមុខហ្នឹងมันសូវស្រួលទេទៅវត្តហ្នឹងមិនមែនទៅលេងសើចទេខ្លះហ្នឹងលោកគ្រូអើយកណាឈឺហ្នឹងយូរឆ្នាំហើយចេះតែក្អមបាត់ឈឺជើងឈឺដៃមកនឹងកូនគេគ្រាមកគេជូនមកទេហើយខ្ញុំកណាសុំប្រកេនបច្ច័យ4ហ្នឹង10000ហើយចង្ហាន់ហ្នឹងមហូបមួយស្រាក់សម្លមួយស្រាក់ហើយមួយទៀតកណាសុំប្រកេនជំងឺហ្នឹងទុកនឹងលោកគ្រូហើយអាត្មារចង់ផ្ទះយាយនោះបាក់ថ្មិញចេញម្ដងស្អប់គេ10លានអីវិញទៅថាវាគ្រាន់បន្តិចគេ10000ឲ្យឯងទិញថ្នាំប៉ារ៉ាលេបមិនគ្រប់ហ្នឹងណាហើយលោកខ្លះលោកយកអាត្មាមិនយកទេអាត្មាធ្លាប់ទៅសូត្រមន្តឲ្យគេទៅសូត្រមន្តញោមអាខ្មែរយើងរំដោះគ្រោះគេមិនចំណាំដាក់កណាត់សគ្រួពីលើមិនអញ្ចឹងអាគេយកអង្គរាប់ខែរាប់ឆ្នាំមកដូចមកថាបើញោមអាយុ60គេកាយឲ្យគ្រប់60គេរាប់1 2 3ហ្នឹងប៉ិនមានអាចារ្យមួយឆ្លាតជុំយកប៉ិនងាប់បាត់ហើយតាហ្នឹងបកាយយកអង្គគេពេកញោមឯងមើលលេងអាហ្នឹងរឿងពិតអត់និយាយរឿងលេងសើចញោមឯងមើលអាយុគេ55គាត់វល់55កំប៉ុងហើយចប់ប្រពន្ធ45ទៀតមិន45កំប៉ុងហើយអង្គហ្នឹងមានប្រកេនលោកណាចំនួនហ្នឹងញោមឯងកើតមិនតាន់ទេចំនួនហ្នឹងតាំងពីញោមឯងនៅទូចនោះអាត្មាដែរបានកើតតន់អើយក្អកដាក់សាយមិនសូវស្រួលខ្លួនទេក្អកហ្នឹងក្អកហេវបមកអាត្មាឃើញផ្ទាល់ហ្មងមាននេះញោមអើយសូត្រតែមកផ្ទះតានឹងពុនចង់ងាប់ម្លេចអាខាងនេះមកថងអាខាងនេះមកថងរែកទៅផ្ទះហ្មងហើយបើមួយថ្ងៃនឹងសូត្រ3ផ្ទះគ្រប់ទឹកតែហ្មងចុះលេងចុះមួយឆ្នាំមកកំប៉ុងវល់1 2 3 4 5ដាក់តៅមកផ្អៀងអាកំប៉ុងយើងហ្នឹង1 2 3 4 5 55ដាក់55កំប៉ុងទៅប៉ុន្តែมันបានពេញទេបើពេញឲ្យគៀសមាត់ទៀតគេថាយើងចង់បានអញ្ចឹងគាត់មិនគៀសមាត់ទេគាត់ធ្វើ1 2 3ម៉ែឲ្យបានគាត់ទាំងអស់ហើយដល់ពេលឆាកទៅប្រកបលោកគ្រូឆាកណាយកចង្រៃគ្រោះថ្នាក់ហ្នឹងដល់លោកសូត្រអចរាំង3ដងអចរាំងវត្តយ៉ាងកាយោបតវឹងអតិសេសតិឈុតធោពេតវិញ្ញាណដរដ្ឋាវកលង្ការាំងឆាក3ដងឲ្យស៊ូដាច់ហើយលោកទាញមកលោកគ្រូអើយសុំចង្រៃឧបទ្រពដែលលោកគ្រូឆាកហ្នឹងសុំប្រកេនលោកគ្រូយកទៅវត្តចុះអាត្មាអត់ទេញោមឯងយកកណាត់នឹងទៅបោះចោលក្បែរបលាយនោះទៅអាត្មាមិនយកទៅទេអាត្មាមិនយកទេអូប្រកេន10000ឲ្យឯងយកចង្រៃទៅទៀតកុំសង្ឃឹមអូនទៅមិនរួចទេហើយលោកតានោះលោកចាស់ហ៎គេប្រកេនថាលោកតាយកចង្រៃហ្នឹងទៅវត្តផងលោករឺដាក់យាមភ្លុកហើយលោកក្អកម្ដងចង់ធ្លាក់សួតលោកបកែសូត្រមន្តយកអាចង្រៃហ្នឹងទៅឥឡូវសគាត់បាត់ឈឹងចឹងចោះឲ្យសមមុខប្រកេន10000ឲ្យយកចង្រៃទៅឥឡូវសគាត់បាត់ហើយញោមលោកសគាត់អាយុតិចដែរ86អាហ្នឹងដល់ពេលវេលាហើយញោមដល់ពេលវេលាហើយបែរមកវិញទោះបីជានិយាយយ៉ាងណាក៏ត្រូវតែចូលរឿងធัว5យ៉ាងហ្នឹងក៏ដែរបែរមកវិញថាធัวទាំង5យ៉ាងនេះអ្នកកាន់ពុទ្ធសាសនាជាពិសេសអ្នកដែលមិនបានយល់ច្បាស់ស៊ីជម្រៅក្នុងពុទ្ធសាសនាឲ្យតែទៅវត្តឲ្យតែទៅកន្លែងដើមពោណាកន្លែងដើមជ្រៃណាកន្លែងណាដែលមានព្រះក្នុងពហិសាលាឆាន់ឬក៏សាលាសំណាក់ក្តីតែងតែបន់ហើយធัว5យ៉ាងហ្នឹងគឺបន់ហ្មងប៉ុន្តែព្រះសម្មាសម្ពុទ្ធបញ្ជាក់ហើយថាបន់ស្រន់ប្រាថ្នាមិនបានទេញោមបន់ឲ្យងាប់ក៏មិនបានដែរតែបើញោមចង់បាន
ត្រូវធ្វើយ៉ាងម៉េចអនុវត្តទៅបានធ្វើទៅបានទាញឧទាហរណ៍ងាយស្ដាប់ញោមមានស្រែគេមានស្រែគេបូមទឹកគេភ្ជួរគេរោះគេព្រួសគេមើលភ្លឺក្តាមកាយរន់គេត្រូវបត់ស្រូវខៀវគេបាយជីគេបាញ់ថ្នាំតម្រាំបានស្រូវបានផ្លែផ្កាហ្នឹងតើគេធ្វើរបៀបម៉េចហើយចោះយើងមានស្រែដែរយើងអត់ធ្វើទេតដល់លេងអុយធូរឲ្យមកបាច់ហ្មងដោតកដាលស្រែបន់លើកដៃសូមទេវតាសូមព្រះអង្គណាហើយជួយឲ្យស្រែខ្ញុំចេញស្រូវឲ្យដូចគេបន់ឲ្យងាប់ក៏មិនចេញស្រូវដែរបើឯងជួមរោះផងហ្នឹងចឹងមែនទេញោមអាហ្នឹងរឿងពិតរឿងមែនយ៉ាងណាមិញធัวទាំង5យ៉ាងហ្នឹងញោមបន់មិនបានប្រាថ្នាមិនបានទេហ្នឹងក្នុងគម្ពីរអង្គុត្តរនិកាយបញ្ញកនិបាត3ដកលេខ44ទំព័រ95ក្នុងអធិសូត្រដែលព្រះអង្គសម្ដែងប្រពចំពោះអនាថបណ្ឌិកសិទ្ធិអញ្ចឹងយើងបន់មិនបានយើងបន់ស្រន់មិនបានយើងប្រាថ្នាមិនបានតែយើងធ្វើទៅបានទី1អាយុញោមចង់បានអាយុវែងមិនងាយស្លាប់ញោមកុំធ្វើទោសបាណាតិបាតស្ដាប់តន់ទេញោមកុំសម្លាប់សត្វហើយញោមនិយាយអញ្ចឹងថាទៀតចុះបើមិនសម្លាប់លោកឯងឆានអំបិលចុះអត់ទេអាត្មាមិនថាទេញោមឯងប្រកេនស្អីក៏ឆានដែរបើប្រកេនបំបែងក្បឿងញោមឯងហូបគ្នាញោមឯងទៅអាត្មាមិនឆានទេតែអាត្មានិយាយតាមផ្លូវធម៌គឺអញ្ចឹងអ្នកដែលអាយុខ្លីមិនងាយរស់បានយូរដោយសារគ្នាមានទោសបាណាតិបាតអាហ្នឹងរឿងកម្មពីវរាណាញោមមានណាពិខុ7អង្គសមាធិក្នុងរូងភ្នំស្រាប់តែសមាធិក្នុងរូងភ្នំស្រាប់តែថ្មមិនដឹងជាខ្យល់ស្អីមកពីណាញោមថ្មមកដុំបាប៉ុណ្ណានៃទៅបិទអារូងភ្នំហ្នឹងបិទចិត្តឈឹង7ថ្ងៃស្រាប់តែគ្រប់7ថ្ងៃញោមថ្មហ្នឹងល្មៀលចេញវិញណែវាចេះទៅវិញហើយលោកទៅសមាធិក្នុងរូងភ្នំ7ថ្ងៃគ្នាលោក7អង្គដល់ពេលលោកចេញតាណារួចបិណ្ឌបាតក៏បិណ្ឌបានទៅរុញធ្វើម៉េចថ្មលេងចង់ប្រប៉ិនផ្ទះវណ្ណនោះសារបានលោកមានបាបកម្មកាលលោកនៅជាតិមុននោះកាលជាក្មេងខ្វៀលគោ7នាក់ដេញចាប់សត្វទន្សងអាសត្វទន្សងទុយនោះមិនមែនទន្សោងណាទន្សងដេញចាប់សត្វទន្សងដេញអាទន្សងហ្នឹងវារត់ចូលដបោកផ្លុកធ្វើអ្មេចក៏វាមិនចេញយកឆ្នុកញុករួនវាញោមណាឃើញយកឆ្នុកញុករួនវាថាឥឡូវថ្ងៃហ្នឹងយើងចាប់វាមិនបានស្អែកចាំមកចាប់វិញដល់ហើយភ្លេចញោមភ្លេចខ្លួនស្អែកហើយស្អែកទៀតគ្រប់7ថ្ងៃគ្រាន់តែគ្រប់7ថ្ងៃទន្សងយើងថាចាប់ឥឡូវចាប់អត់បានយើងញុកឆ្នុកវាទៅឃើញថាស្អែកចាប់ឥឡូវឡើង7ថ្ងៃបាត់ហើយតិចងាប់ហ៎គាត់ដកឆ្នុកចេញទន្សងហ្នឹងគ្នាអត់បាយអត់អីស៊ីអត់ចំណីស៊ីទៅហើយដើរដួលតៃវាយដល់អាមនុស្សយើងរៀកអញ្ចឹងដើរដួលឃើញអញ្ចឹងកើតចិត្តសង្វេគអត់ហ៊ានសម្លាប់សត្វទន្សងហ្នឹងទេបាបកម្មអាកលែងដែលយកឆ្នុកញុករុនសត្វទន្សងហ្នឹងពិខុ7អង្គហ្នឹងបានបួសហើយទៅសមាធិក្នុងរូងភ្នំត្រូវថ្មរមៀលបិទរុន7ថ្ងៃគ្រប់7ថ្ងៃថ្មហ្នឹងក៏រមៀលចេញពីរុនហ្នឹងវិញតែញញោមឃើញទេអានេះកុកភ្លេចជងញោមតែជងមិនភ្លេចជងទេទេផ្ដាសាយនិយាយទៅភ្លេចមុខភ្លេចក្រោយជងមិនភ្លេចកុកទេញោមយើងធ្វើអីក៏ដោយវាអត់បាត់ទៅណាទេដូចញោមចង់បានអាយុវែងប៉ុន្តែញោមខ្លះកើតចិត្តថាចុះមិនក៏ខ្លីចឹងកូនខ្ញុំមិនក៏ខ្លីចឹងយើងមានដឹងថាពីជាតិមុនមកគេធ្វើបាបកម្មអីខ្លះយើងមានដឹងទេអត់ដឹងទេអញ្ចឹងហើយបានផ្លូវពុទ្ធសាសនាឲ្យញោមរៀនធ្វើល្អទាំងអស់គ្នានឹងអត្តានញ្ញេបយ៉ាងចញ្ញារខេយណាំងសុរខិតាំងពីរោះណាគេថាហ្នឹងបើយើងស្រឡាញ់ខ្លួនក៏បីធ្វើខ្លួនឲ្យល្អទៅហ្នឹងហើយបើមានខ្លួនហើយត្រូវចេះថែរក្សាឲ្យល្អទៅបើស្រឡាញ់ខ្លួនយើងហ្នឹង
កុំធ្វើបាបណាញោមបាបទោះបីជាក្នុងទីវាលក្តីទីកំបាំងក្តីទីស្ងាត់ក្តីយើងគូវាចាមិនគួរធ្វើទេអញ្ចឹងទី1ញោមសុំឲ្យបានអាយុវែងអត់បានទេញោមតែញោមធ្វើបានយើងកុំបៀតបៀនជីវិតសត្វនិងអ្នកដទៃធម៌ទី2ញោមសុំឲ្យប្រាថ្នាឲ្យរូបល្អបន់ឲ្យរូបល្អញោមបន់ឲ្យងាប់ក៏បន់មិនបានដែរតែបើញោមចង់បានរូបល្អញោមមិនបាច់បន់ទេមិនបាច់ប្រាថ្នាទេគឺញោមធ្វើហ្មងធ្វើស្អីគេញោមចង់ឲ្យបានរូបល្អចង់ឲ្យបានរូបស្អាតមាន4អាត្មាប្រាប់ញោមឲ្យស្ដាប់ហើយ4ហ្នឹងញោមសំណុកធ្វើទេជំរឿញោមស្រឡាញ់មួយណាញោមធ្វើមួយហ្នឹងទី1ហេតុដែលនាំរូបស្អាតទី1គឺបណ្ឌបាតបាយទឹកនំចំណីឃើញប្រសងលោកបណ្ឌបាតអីញោមដាក់បាយហ្នឹងដាក់បាយឲ្យលោកឆាន់លោកមានកម្លាំងរៀនធម៌រៀនអាលោកមានសាច់មានឈាមហ្នឹងហេតុនាំឲ្យញោមស្អាតឃើញអ្នកភូមិយើងហ្នឹងគ្នាដាច់ពេលនិយាយហ្នឹងថាអូកូនទៅថៃទៅណាទៅណីអត់មានកអត់មានអីយើងមាន4 10កំប៉ុងលុយ4 10ម៉ឺនអីជូនគាត់ទៅឲ្យគាត់ហូបមានកម្លាំងមានសាច់មានឈាមហ្នឹងជាហេតុនាំឲ្យរូបស្អាតអាហ្នឹងនិយាយដោយសង្ខេបចំណុចទី2គឺចៃវរៈណែមានស្បង់មានចពោដូចញោមធ្វើកឋិនអញ្ចឹងណាញោមអាហ្នឹងធัวពិតធัวមែនណាអត់និយាយលេងសើចទេណាដូចញោមចំណាំប្រកេនស្បង់ចពោលោកខែកឋិនខែអីហ្នឹងឬក៏បច្ច័យ4មានកញ្ចប់សាដកឬក៏លោកយាយលោកតាក្នុងភូមិយើងហ្នឹងស្រាប់តាគាត់អត់មានសម្លៀកបំពាក់កូនចៅគេមិននៅយើងអាណិតជូនគាត់មកកាផ្លេពីផ្លេហ្នឹងហើយហេតុឲ្យនាំឲ្យរូបស្អាតទី2ហេតុដែលនាំឲ្យរូបស្អាតទី3ញោមបោសទីលានបច្ចេកដីបោសទីលានបច្ចេកដីវត្តអារាមដូចថ្ងៃសិលអញ្ចឹងណាថ្ងៃសិលគេមានបច្ច័យគេចូលបាំងស្គូលគេចូលកសាងគេចូលបនផ្កាចាស់យើងអត់បច្ច័យខ្លះថាអត់បើអត់មានបច្ច័យទៅវត្តកើតទៅធ្វើបនកើតច្រឡំហើយគេមានលុយគេចូលទៅយើងអត់មានលុយទេប៉ុន្តែយើងបានបនពិសេសជាងគេកន្លែងណាទាញតាមបោសមួយមកញោមអាកម្មសដើចលាឆាន់ក្រោមសាលាឆាន់ទីធ្លាវត្តអូញោមហើយហេតុនាំឲ្យរូបស្អាតខ្លាំងណាស់អាត្មាប្រាប់ទៅមានអស់លុយណាមរៀលគេមានបាយមានម្ហូបគេប្រគេនប្រសង់គេថាគេបានបុណ្យយើងអត់មានបាយអត់មានម្ហូបតែយើងលាងចានប្រគេនលោកសព្រាកែវពេងប៉ាន់បុណ្យយើងអត់អស់លុយហើយរូបស្អាតទៀតហើយណាញោមគិតមើលណែនឹងមានបញ្ញាត្រូវគិតកន្លែងហ្នឹងប៉ុន្តែអាត្មានិយាយអញ្ចឹងញោមខ្លះថាដូចគុណឯងថាបនមកធ្វើបនទាំងអស់គ្នាដល់លៀងណាកណាតែគេមិនលៀងណាកណាអាលុយក៏មិនអោយអីក៏មិនអោយស្រាច់បាត់បដោយញោមហើយយាយក៏អញ្ចឹងដែរមក4 10នាក់ហូបអស់គ្នាសល់អាណាឆ្ងាញ់ចាក់យូរឲ្យទាំងអស់តែគ្នាជួនកាលឯងយមតន់ផងគ្រាន់តែលើកចានលេខអាណាឆាក៏ចាក់ស្បោងដល់អស់លីងហើយដល់អាចារ្យលៀងអញប៉ុន្តែអាមាត់និយាយប៉ុន្តែដៃធ្វើបើជ្រុលឡាញនិយាយមិនបាច់ធ្វើទេអាត្មាប្រាប់ទៅអាធ្វើបនបដាខឹងបដាហ្នឹងប្រយ័ត្នណាញោមអនាគតមុខដូចស្បាយក្រូចសោយហ្នឹងអត់ស្រួលប្រមាណទេដោយនាងបញ្ញបាប៉ាហ្នឹងនាងបញ្ញបាប៉ានាងដាក់បាតព្រះបច្ចេកពុទ្ធពនាមតក្ករៈសក្ខី
ដាក់បាតព្រះបច្ចេកពុទ្ធដាក់បដាខឹងបដាដាក់បដាខឹងបដាមានឯណាញោមធម្មតាមនុស្សខឹងគិតតែចេះលោកហ្នឹងបើអញដាក់បាយឲ្យមិនចេញទេយ៉ាងត្រូវតែដាក់ឲ្យអញ្ចឹងខឹងដួសបាយមួយចានមកដាក់អាណាជាប់វេកអីហើយភ្នែកសម្លុយងេកនោះធ្វើអញ្ចឹងមានអីញោមបាប្រកម្មនាងនៅភ្នែកនាងមិនសាមគ្គីណាគេឲ្យប្រើទៅលើកបបរនាងនឹងទៅលើកនំបញ្ចុកឯណាស្គុយហើយគេបើភ្នែកគេឲ្យចោលមាត់ដល់បាក់ជើងមេទាណានោះភ្នែកមើលទៅដូចហូបបបរទេប៉ុន្តែដល់ពេលចាប់នំបញ្ចុកដោយសារបាប្រកម្មនាងមើលលោកអញ្ចឹងមើលអញ្ចឹងរឿងពិតហើយដល់អាដៃនាងនេះអាដាក់បាតកញ្ឆក់ហ្នឹងយើងមានមេដៃមួយខាងមួយនាងហ្នឹងមេដៃមួយខាងហ្នឹងពីរដោយសារបាប្រកម្មអាហ្នឹងដូចញោមឯងចែកបៀសួរអ្នកលេងស៊ីគូថៃបានដឹងរឿងហ្នឹងខកខ្លះអើយអស់ម្ល៉េះហ្នឹងដល់ហើយនេះណាស់សាយហ្នឹងមិនបាត់សោះលោកអើយលោកប៉ុន្តែឃើញចាស់ហ្នឹងក្អកដល់ហើយបើឃើញក្មេងមិនសូវក្អកទេឆានទឹកឯណាបើញោមឯងមូលឲ្យផងបើញោមមូលឲ្យអាត្មាទេហើយយ៉ាងឧត្តមឆែបកែបោកអូចាក់ទឹកកកវាស្អាកញោមអើយអាត្មាវាដាក់មកបន្តិចសិនបានញោមបានប៉ុនមកកន្លែងហ្នឹងប៉ុនចំយ៉ាកន្លែងដែលលោកទេឲ្យយើងប្រកេនទឹកកេនអីហ្នឹងប៉ុនមកជួយដល់ត្រម៉ានហ្នឹងមិញញោមអូដល់ឡាកន្លែងនាងហ្នឹងដាក់បាយយេអញ្ចឹងប្រយ័ត្នបើអាត្មាប្រាប់ថាធ្វើប៉ុនធ្វើទៀនបើចិត្តយើងតិចចាំញោមធ្វើណាបើខឹងញោមមិនបាច់ធ្វើទេវាបានទាំងអស់ហ្នឹងយើងចេះឲ្យទៀនយើងចេះធ្វើប៉ុនហ្នឹងគឺអនាគតជាតិទ្រព្យសម្បត្តិច្រើនប៉ុន្តែរូបពេលយើងខឹងហ្នឹងទ្រព្យសម្បត្តិច្រើនអ្នកមានប៉ុន្តែរូបអត់ស្អាតវាមានអ្នកមានខ្លះមានហើយរូបស្អាតទៀតអ្នកខ្លះមានហើយប៉ុន្តែមុខដូចផ្លែប៉ែតហ្នឹងប៉ុន្តែគេឃើញណាគេសើទៅស្អាតណាស់មែនទេគេឃើញខ្សែកធំទេគេសើខ្សែកទេប៉ុន្តែមុខដូចរបៀបកំប៉ុងឡានកិន3ថ្ងៃមុនហ្នឹងអាហ្នឹងដោយសារអីអាមិនបានមានគេថាពីមុនគេចេះធ្វើប៉ុនធ្វើទៀតកាលហ្នឹងធ្វើប៉ុនឲ្យខឹងទៀតដោយនាងបញ្ចប៉ាអាចចំោះនាងកន្លែងនេះអានាងខឹងលោកហ្នឹងអាកន្លែងហ្នឹងញោមមកចំោះហ្នឹងដូចសបកក្រូចសើចកពីកពក់អញ្ចឹងហ្នឹងបាបកម្មអញ្ចឹងបានថាអាត្មាតែងតែទេសនាតែងតែប្រាប់ញោមរឿយថាធ្វើប៉ុនធ្វើទៀនញោមចិត្តតិចជ្រះថ្លាពិតប្រកបចាំធ្វើណាបើខឹងប្តីខឹងកូនឲ្យទៅធ្វើទៀនទៅធ្វើប៉ុនអាត្មាថាយ៉ាប់ហើយដូចនាងបញ្ចប៉ាអញ្ចឹងអាហ្នឹងអញ្ចឹងចំណុចហេតុដែលនាំមករូបស្អាតទី3គឺបោសទីលានបច្ចេតីវត្តអារាមហេតុដែលនាំឲ្យស្អាតទី4ញោមហេតុដែលនាំឲ្យស្អាតទី4គឺមិនក្រោតខឹងណែឃើញទេចូលដល់កន្លែងហ្នឹងដែរមិនក្រោតខឹងអញ្ចឹងហេតុដែលនាំមករូបស្អាតមាន4ទី1បណ្ឌបាតទៀនឲ្យបាយទឹកនំចំណីទី2ចៃវរៈទៀនសម្ពុតខោអាវស្បង់ចពោះទី3បោសទីលានវត្តអារាមបច្ចេតីចំណុចទី4មិនក្រោតខឹងឲ្យតែធ្វើប៉ុណ្ណឹងបានញោមស្អាតទៅមកទោះបីជាយើងអត់មានលុយអត់មានបច្ច័យអីញឹមចឹងទៅរបៀបដើរញឹមទៅណាដូចធម្មកថាគេចំណាំទេសថាអីធ្វើប៉ុនមុខរីករស់ស៊ីធូធ្វើប៉ុនមុខជូរស់ស៊ីតាំងនោះណាឬក៏ថាធ្វើប៉ុនមុខអញ្ញឹមរស់ស៊ីធូធ្វើប៉ុនមុខកញ្ញៅរស់ស៊ីតាំងអញ្ចឹងណាអញ្ចឹងអត់ទេញោមអាត្មាឲ្យញោមអញ្ញឹមតែពេលញោមធ្វើប៉ុនធ្វើទៀនទេបើរួចពីហ្នឹងមិនបាច់អញ្ញឹមទេដោយអាត្មាអញ្ចឹងពេលទេសនាអាត្មាអញ្ញឹមពេលអត់ទេសនាមុខដូចគេចង់បាញ់អញ្ចឹងអាហ្នឹងវាត្រូវអញ្ចឹងធ្វើម៉េចអូទេសនាអញ្ចឹងហើយដល់ពេលជប់ទេអញ្ចឹងណាគេថាលោកអីតំណើបអញ្ចឹង
ហើយញោមឯងថាបាទអញ្ចឹងញោមមានរាសីដើរតែញោមបងក៏ថាឯងនេះស្គូតអាណាធ្វើងាប់ឯណាទៀតដើរជន់ពេកតែអាណាដើរតែញោមហ្នឹងមិនស្រួលទេញោមអាហ្នឹងវាអញ្ចឹងណាអញ្ចឹងសរុបមកវិញថាធัวទី2ញោមបនស្រន់ប្រាថ្នាមិនបានទេដែលព្រះសម្ដែងជាមួយកហបតីអនាថបណ្ឌិកសេដ្ឋីហ្នឹងសុំបនមិនបានទេតែយើងធ្វើបានណាយើងធ្វើបានចង់ឲ្យមានរូបសម្បត្តិល្អធัวទី2ហ្នឹងធัวទី3សុំឲ្យបានសេចក្តីសុខសេចក្តីសុខហ្នឹងសួរថាញោមទៅបនទៅសុំគេឲ្យបានសុខបនព្រះឲ្យបានសុខញោមបនបានទេបនមិនបានទេសុំលោកគ្រូអើយជួយខ្ញុំកណាបានសុខបនបានទេបនមិនបានទេអាចារ្យមួយចំណាំនិយាយថាសុខៈសុខខាងសុខកតាំងសុខកតោសុខកើតសុខកើនសុខចម្រុងសុខចម្រើនសេចក្តីសុខហ្នឹងកើតចេញពីណាកើតចេញពីខ្លួនយើងបើយើងចេះទទួលស្គាល់ការពិតយើងចេះត្រេកអរនៅអ្វីដែលយើងមានអាហ្នឹងសុខហើយហ្នឹងប្រាក់ខែយើងបាន500យើងត្រេកអរ500ហ្នឹង500ឡាហ្នឹងស្រែយើងធ្វើមួយឆ្នាំបាន5តោនយើងត្រេកអរអា5តោនហ្នឹងសบายចិត្តប៉ុណ្ណឹងអាហ្នឹងសុខហើយតែភាកច្រើនប្រាក់ខែ500អត់កើតទេអញត្រូវតែរកពិធីផ្សេងឲ្យបានលើសហ្នឹងទៀតដល់រកមិនបានវាដេកគិតឈឺក្បាលសុខហ៎អត់សុខទេញោមមិនសុខដាច់ខាតអញ្ចឹងសេចក្តីសុខកើតចេញផ្លូវចិត្តរបស់យើងទេអញ្ចឹងចង់បានសេចក្តីសុខចង់បានសុខដល់ខ្លួនត្រូវចេះឲ្យសុខដល់អ្នកដទៃឧបមាថាញោមឯងចង់បានសុខប៉ុន្តែវ័យគេចូលពេទ្យគេដេកឈឺស្រែកអូយឈឺណាស់ហើយដល់បាបកម្មយើងធ្លាប់វ័យគេហ្នឹងយើងកិច្ចតាណារួចតើឲ្យយើងសុខអីម៉េចកុំថាយើងបថុយជនញោមសូម្បីព្រះសម្មាសម្ពុទ្ធព្រះអង្គធ្លាក់នៅព្រះលហិតដែរណាពាក្យសម្ាញ់ព្រះអង្គធ្លាក់ឈាមតាមប្រអោសតាមមាត់បាបកម្មដែរតែព្រះអង្គមានបាបកម្មដែរតែណែធ្លាប់ចាប់បោកគេក្អួតឈាមហ្នឹងញោមបាបកម្មធ្វើឲ្យព្រះអង្គធ្លាក់នៅព្រះលហិតហ្នឹងណាហើយកិច្ចទៅណាបើយើងចង់និយាយមកវិញថាបើយើងឲ្យសុកគេឲ្យសុកយើងពាក្យសម្ាញ់ថាបើយើងញឹមដាក់កញ្ចក់វាញឹមដាក់យើងវិញហើយបើយើងធ្វើមុខកញ្ញើហែកមាត់ដាក់វាហែកដាក់យើងវិញចឹងមែនទេញាតិញោមអាហ្នឹងរឿងពិតសុំមិនបានទេតែយើងធ្វើបានធัวទី4សុំឲ្យមានយុស័កពាក្យថាយុស័កក្នុងទីនេះសំដៅដល់អ្នកមានតំណែងមានទូនាទីអុកញ៉ាឯកឧត្តមថ្នាក់ដឹកនាំកពូលអញ្ចឹងណាសួរថាមនុស្សដូចគ្នាក្តិចក៏ឈឺដូចគ្នាចាក់ក៏មុតដូចគ្នាកើតចេញពីម៉ែដូចគ្នាមានឪអ្នកផ្ដាល់កំណើតដូចគេរៀនសាលាដូចគ្នាទាំងអស់ចុះអាម៉េចគេបានឯកឧត្តមអាម៉េចគេបានអុកញ៉ាអាម៉េចគេបាននាយករដ្ឋមន្ត្រីអាម៉េចគេបានទេសរដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីហេតុអ្វីបានជាគេបានព្រោះមនុស្សដូចគ្នាសោះអាត្មាចង់និយាយថាសំភាយខុសគ្នាការធ្វើខុសគ្នាទៀតញាតិញោមចង់បានយុស័កធំញោមត្រូវចាំចង់បានយុស័កធំគឺញោមត្រូវចេះគោរពចាស់ព្រឹទ្ធាចារ្យបុគ្គលអ្នកមានគុណធម៌មានប្រសង់មានយាយជីមានតាជីមានឪពុកមានម្ដាយត្រកូលរៀមច្បងញោមអត់អស់លុយទេអាហ្នឹងធ្វើឲ្យយើងមានយុស័កធំណាញោមគឺយើងកុំធ្វើអីផ្ដេសផ្ដាសត្រូវចេះគោរពត្រូវចេះឲ្យតម្លៃបុគ្គលដែលមានគុណធម៌អាហ្នឹងបានធំហើយកុំចំណែនឈ្នាននេះអាហ្នឹងបានធំហើយហើយបើដេកតែចំណែនឈ្នាននេះគេទេម៉ែឪមិនគោរពគ្រូមិនគោរពឪពុកម្ដាយមីងមិនគោរពអត់បានធំទេញោមតូចរហូតទៅហ្មងជាតិនឹងកូនចៅគេជាតិបន្ទាប់នៅតែកូនចៅគេរហូតខ្លាំងណាស់ញោមអបជាយណៈការគោរពឲ្យតម្លៃបុគ្គលដែលមានគុណធម៌នាំឲ្យយើងបានយុស័កនាំឲ្យយើងបានកើតក្នុងតកូលខ្ពង់ខ្ពស់ទៀតនោះមិនលេងសើចទេអាហ្នឹងរឿងពិតអញ្ចឹងឃើញទេយើងសុំបន់មិនបានទេណាប៉ុន្តែយើងធ្វើបានរបៀបម៉េចកុំចំណែនឈ្នាននេះគេឃើញគេបានយុស័កធំត្រេកអរឃើញគេមានត្រេកអរណាស់លោកអើយខ្ញុំត្រេកអរណាស់ខ្ញុំមិនចំណែនទេខ្ញុំត្រេកអរ
គេមានបនហើយបានជាគេមានបានជាគេមានស័កធំយុសស័កធំចេះណាយើងត្រេកអរមកយើងកុំចំណែនគេអាចចំណែនគេហ្នឹងឲ្យគ្មានបានធំទេញោមតូចឯងមកជីវិតមកជីវ៉ាហ្នឹងតូចរហូតហ្នឹងណាសុំមិនបានទេប៉ុន្តែយើងធ្វើបានមួយទៀតសុំថាឲ្យកើតឋានសួគ៌ប្រាថ្នាឲ្យកើតឋានសួគ៌ប្រាថ្នាមិនបានបនស្រន់មិនបានទេញោមធ្វើយ៉ាងម៉េចបានឋានសួគ៌សម្រាប់បុគ្គលដែលជាអ្នកមាននៅសីលាគឺសិលសម្រាប់បុគ្គលអ្នកមានសិលមានទានមានភាវនាឬក៏សិលសមាធិបញ្ញាបុគ្គលទាំងអស់ហ្នឹងគឺអាចបានឋានសួគ៌ហើយតែបើសិនជាក្រៅពីហ្នឹងមិនបានទេនេះអាត្មាគ្រាន់តែចម្រើនពរប្រាប់ញាតិញោមឲ្យបានដឹងដោយសារឃើញញាតិញោមមានការបូជាផ្កាភ្ញីមិញបូជាហ្នឹងក៏បានដែរញោមតែមិនបាច់ប្រាថ្នាទេដឹងតែស្អាតហើយបើយើងប្រាថ្នាហ្នឹងគឺថាវាមកបែបចឹងទៅប៉ុន្តែប្រាថ្នាវាមិនបានទេប៉ុន្តែបើយើងធ្វើអាហ្នឹងបានប៉ុន្តែឃើញញោមបូជាផ្កាអាត្មាចង់ប្រាប់ញោមដែរណាបូជាហ្នឹងវាបានផលបានអានិសង្សមែនណាដោយយើងបូជាព្រះអីហ្នឹងញោមល្អណាប៉ុន្តែញោមមើលថ្ងៃសិលថ្ងៃអីហ្នឹងផ្កាបូជាព្រះញោមមើលណាបើថាចង់បូជាព្រះថ្ងៃសិលអីមើលអាផ្កាណាដែលវាស្រស់ស្រស់ល្អយើងជាវមកទិញមកគឺយើងទៅដល់ដាក់ថ្វាយគុំបូជាព្រះហ្មងលេងអាមិនដឹងរឿងលេងខ្លាផ្កាគេខ្លះសេងទូតកកលេងមួយអាទិត្យអីវ៉ាន់ហើយអាខ្លះលេងធ្លាក់ស្លឹក2 3សពូនបូជាព្រះអង្គហើយរូបល្អឲ្យបានប្តីក្មេងខ្មោចគ្មានផ្លូវទេញោមអ្នកបូជាព្រះផ្កាស្វិតសពូនហ្នឹងប្រភ្នូលអាក្រក់បានប្តីចាស់ដោយតាជូជក់នាងអមិតធីតាហ្នឹងនាងនឹងឯងសារបានហ្នឹងនាងហ្នឹងដោយសារនាងហ្នឹងបូជាផ្កាព្រះស្វិតសពូនហ្នឹងបានតាជូជក់ចាស់ងងហើយតាហ្នឹងស៊ីច្រើនចំយកឲ្យតាហ្នឹងនំមកចុកមកអាជើស៊ីគ្មានទឹកសឡស៊ីអាយ៉ាស់ពោះបែកថ្លើមចេញពវៀនញោមឯងឃើញទេក្នុងពេលគេគូហ្នឹងតាហ្នឹងស៊ីមិនចេះគិតស្អប់ណាស់អាមនុស្សស៊ីមិនចេះគិតគេបែកពោះងាប់ដោយតាជូជក់អញ្ចឹងចុះហើយនំមកចុកមកតាវញោមស៊ីខ្ទេចមិនបាននាងហ្នឹងបានប្តីតាជូជក់ហ្នឹងដោយសារនាងហ្នឹងធ្លាប់បូជាផ្កាសពូនហើយដល់ពេលចុងក្រោយមកនាងហ្នឹងបានតាជូជក់ហ្នឹងបែកពោះងាប់ណាងាប់ដោយសារស៊ីនំមកចុកហ្នឹងបានប្តីក្រោយព្រាមកំឡោះស្អាតដូចឡុងចន្ទាអញ្ចឹងហើយសារបានទៅគេថាដោយសារនាងហ្នឹងបូជាទី2គឺផ្កាស្រស់ល្អវិញណែកុំចេះតែបូជាប្តីផ្ដាណាហើយចុះញោមឯងបូជាព្រះមានញោមខ្លះឃើញបូជាព្រះឃើញយកផ្កាជួទៅថ្វាយព្រះអនាគតបានប្តីចោប្រើថ្មតេឡេអមឡើងហើយលើស្អកកហ្នឹងហើយបូជាព្រះយកផ្កាមែនទេណាបើញោមឯងយកបូជាផ្កាជួអនាគតបានប្តីជួដូចតុក្កតាអញ្ចឹងហើយអាក្រក់ណាស់ញោមឲ្យរៀងអាហ្នឹងណាទៅគិតឡើងហ្នឹងឡើងវិញអត់បានទេញាតិញោមជាពុទ្ធបរិស័ទទាំងឡាយណាសូមអនុមោទនានេះគ្រាន់តែអាត្មាសម្ដែងបញ្ជាក់រឿងឥឡូវអ្នកស្ដាប់ក្នុង live